បងប្អូនសាក់ទីមើលថាខ្ញុំនៅកន្លែងណានៃប្រទេសថៃនេះចាតែមុននឹងទៅដល់កន្លែងហ្នឹងគឺយើងនៅកោះចាំនៅឡើយទេបងប្អូនហើយវាក៏ជាថ្ងៃទីថ្ងៃចុងក្រោយនៃកោះហ្នឹងហើយបងប្អូនមើលទេសភាពមើលកន្លែងហ្នឹងហើយណាបងប្អូនហើយអាកន្លែងដែលខ្ញុំត្រូវទៅបន្ទប់ហ្នឹងគឺខុសគ្នាដូចមេឃហើយនឹងដីណាបងប្អូនចាកន្លែងដែលខ្ញុំនៅកោះចាំហ្នឹងគឺសភាពស្ងាត់ស្រួលហើយគឺថាវាស្ងប់ស្ងាត់មែនទេណាចាបងប្អូនចាហើយមុននឹងយើងទៅជិះទូកឡើងទៅអាកន្លែងថាដូចនៅកន្លែងណាហ្នឹងគឺយើងញ៉ាំបាយហើយយើងមកចាំទូកចាប្រហែលជាម៉ោង 9 ម៉ោង 10 ហើយយើងបានឡើងទូកចាហើយពេលដែលឡើងទូកហើយបានយើងអីគេមើលសម្រស់ទេសភាពថ្ងៃឲ្យគេមើលកោះដែលយើងចេញមកណាបងប្អូនចានេះពេលដែលនេះហើយវាមកដល់កំពង់ផែពេលដែលកំពង់ផែខ្ញុំបានថតពីជីឡានដោយសារពូឡានបងប្អូនណាពូឡានចាំកាច់ចាពេលមកដល់ហើយយើងចូលបន្ទប់អត់ទាន់កើតទេដោយសារតែវាអត់ទាន់ដល់ម៉ោងហើយគេអត់ទាន់សម្អាតទាំងអីយើងក៏ដើរមើលគេហៅអណាងស្អីទេភាសាថៃបងប្អូនខ្ញុំសូវច្បាស់ដែរហើយបងប្អូនមើលទៅគឺថាខុសគ្នាមែនពីកោះចាំហើយនឹងកន្លែងនេះវាមិនមែនជាកោះទេបងប្អូនវាដូចជាភូមិឬក៏ឃុំឬក៏កន្លែងតំបន់មួយណាបងប្អូនតាគឺសតតែជនជាតិដូចមាននៅប្រទេសថៃបងប្អូនដូចខ្ញុំទៅកន្លែងជនជាតិតាណាមួយយ៉ាងណាបងប្អូនអូយថាមនុស្សដើរអូយដើរនេះដើរគ្មានដឹងគ្មានពេលគ្មានថ្ងៃគ្មានយប់ទេណាបងប្អូនហើយបើថាដេកវិញនោះបងប្អូនមើលហែលទឹកហែលអីនោះគឺថារណោករណែលដូចអាដែងភេផ្សោតសមុទ្រអីណាបងប្អូនចាមើលអូហើយតែពីស្លៀកគ្មានចេះខ្មាស់ណាទេគេមើលយើងមើលគេណែបងប្អូនហើយខ្ញុំមិនហ៊ានទេលោកហើយមកគេដល់កចាតែដើរអូដាក់អាផាសិនរបល់កាច់នេះក៏ជូរលងហួញជូរយ៉ាងដែរចាហើយនេះយើងផឹកមកសទុះហើយក៏យើងដើរទៀតណាចាហើយនេះអាត្រីស្អុយទេខ្ញុំស្គាល់ទេចាបន្ទាប់ពីដើរបានមកសទុះហើយយើងក៏បកទៅវិញមកមើលកន្លែងបន្ទប់យើងគេចានេះបន្ទប់យើងរៀងថ្លៃដែរណាបងប្អូនមកយប់មកនេះដូចជា$70 $75ចាហើយថ្ងៃបន្តិចយើងទៅណាក៏ដេកមើលទូទាស់មើលអុយបន្តិចស្រាប់ណាបងប្អូនចាហើយនឹងមើលថ្ងៃលិចមើលអុយណាចាឈៀលម្នាក់ប្តីណាបងប្អូនអូយវាមនុស្សខ្ញុំចង់វិលមុខឃើញពីដើរហើយម៉ូតូឡានគឺថាមិនជាមកពីណាមកពីណីចាហើយយប់បន្តិចយើងក៏ត្រៀមខ្លួនដើរទៅអាផ្សារគេណៃម៉ាឃីតគេណាបងប្អូនហ្នឹងហើយណៃម៉ាឃីតគេលក់របស់របរច្រើនណាស់ចាតែអីវ៉ាន់គឺដូចនៅស្រុកខ្មែរដូចកន្លែង Pop Street ផ្សារចាស់ចែងតម្លៃ